Cam Top Tech សួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូខ្លីៗស្ដីពីគន្លឹះល្អៗពី Cam Top Tech ដែលតែងតែចេញផ្សាយជារៀងរាល់ថ្ងៃតាក់ទងទៅនឹងចំណេះដឹងល្អៗអំពី Smartphone ហើយនិង Computer នៅថ្ងៃនេះថ្មីទៀតហើយពី Facebook ប្រហែលជាបងប្អូននិងប្រិយមិត្តចំនួនច្រើនមែនតើមិនទាន់ដឹងនៅឡើយទេថាមានអ្វីថ្មីនៅលើ Facebook គឺក្រុមហ៊ុន Facebook បាន update នៅការដាក់ profile របស់យើងនៅលើ account Facebook របស់យើងដូច្នេះ Cam Top Tech នឹងបង្ហាញដល់អ្នកទាំងអស់គ្នាបន្តិចអំពីរបៀបនៃការដូរ profile ពីរូបថតមកដាក់ជាវីដេអូវិញពីព្រោះ Facebook ទើបតែបញ្ចេញឲ្យប្រើប្រាស់ថ្មីជាពិសេស smartphone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ឥឡូវអ្នកទាំងអស់គ្នាយើងចូលទៅកាន់ Facebook បន្ទាប់មកសូមចុចទៅយកត្រង់កន្លែងឈ្មោះរបស់យើងនៅខាងលើជាងខាងស្ដាំហើយ tag យកត្រង់ឈ្មោះរបស់យើងដើម្បីចូលទៅកាន់ profile របស់យើងបាទនេះ profile របស់យើងហើយយើង tag ត្រង់កន្លែង edit បាទសម្រាប់ smartphone បាទសម្រាប់ computer ក៏បានដែរយើង tag យកត្រង់កន្លែង edit នៅពេលនោះវានឹងឲ្យជម្រើសចំនួន4នៅក្នុងចំណោមជម្រើសចំនួន4នោះគឺបងប្អូននិងប្រិយមិត្តទាំងអស់គ្នាអាចប្រើប្រាស់ជម្រើសចំនួន2ដើម្បីធ្វើការដូរ profile ដោយប្រើប្រាស់ profile ជាវីដេអូគឺទី1គឺ take a new profile video ទី2គឺ upload video or photo take នេះមានន័យថាយើងថតថ្មីប៉ុន្តែ upload នេះគឺយើងមានស្រេចទៅហើយអញ្ចឹង Cam Top Tech មានស្រេចទៅហើយគឺចុចមួយនេះប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់ថតយកមុខខ្លួនឯងអញ្ចឹងគឺយកមួយនេះទៅអញ្ចឹង Cam Top Tech សូមថាយកមួយនេះព្រោះមានវីដេអូស្រេចអញ្ចឹងសូមដាក់វីដេអូមួយនេះចូលបាទនេះបងប្អូននិងប្រិយមិត្តទាំងអស់គ្នាឃើញស្រាប់ហើយបន្ទាប់មកនៅត្រង់កន្លែងនេះយើងចង់ edit ក៏បានដូចថាយើងចង់កាត់វីដេអូនៅឲ្យខ្លីក៏បានឲ្យវែងក៏បានបាទបើយើងមិនចង់ edit ទេក៏ហីទៅបាទនេះគ្រាន់តែជាការកាត់វីដេអូទេបាទបន្ទាប់មកយើងថាយក save មកបាទនេះវាមកវិញហើយយើងចង់សរសេរអក្សរអីក៏បានដែរបន្ទាប់មកយើងថាយក next នៅខាងលើឈៀងខាងស្ដាំបាទនេះយើងអាចសេរីរូបភាពបាំងមុខវីដេអូរបស់យើងដូចថាត្រង់កន្លែងណាវាស្អាតជាងអញ្ចឹងយើងអាចអូសសម្ដៅយកត្រង់កន្លែងស្អាតអញ្ចឹងទៅបាទអូខេ Cam Top Tech សូមយកកន្លែងមួយនេះអញ្ចឹងទៅបាទចំ logo Cam Top Tech អញ្ចឹងទៅបន្ទាប់មកអ្នកទាំងអស់គ្នា tag យក use បាទហើយកុំទាន់ចង់បានភ្លាមគឺវាកំពុងតែ upload នៅវីដេអូរបស់យើងសិនបាទ processing អញ្ចឹងទៅអញ្ចឹងនេះប៉ុណ្ណឹងឯងរបៀបនៃការផ្លាស់ប្ដូរ profile ដាក់ជាវីដេអូវិញការផ្លាស់ប្ដូរ profile ជារូបថតមកដាក់ជាវីដេអូនេះគឺពិតជាមានលក្ខណៈពិសេសមែនទែនរបស់ក្រុមហ៊ុន Facebook សូមអរគុណដល់ Facebook ពីព្រោះនៅពេលដែលនរណាម្នាក់មើល profile របស់យើងគឺគេអាច tag បាទ view បាទ view ខាងក្រោម view នៅវីដេអូរបស់យើងទៀតផងបាទនេះវាមានចលនាដូច្នេះសង្ឃឹមថាបងប្អូននិងប្រិយមិត្តនឹងពេញចិត្តនៅការកែប្រែថ្មីមួយនេះមិនខានពីក្រុមហ៊ុន Facebook ក៏សូមជម្រាបជូនដល់បងប្អូននិងប្រិយមិត្តទាំងអស់គ្នាផងដែរថានេះគឺជាវីដេអូខ្លីៗដែលយើងខ្ញុំតែងតែធ្វើការចេញផ្សាយជារៀងរាល់ថ្ងៃតាក់ទងទៅនឹង smartphone ហើយនិង computer ចុច like គ្រប់គ្រង page Cam Top Tech ងាយស្រួលក្នុងការទទួលបាននូវវីដេអូថ្មីៗទាំងនោះដើម្បីសិក្សាពី computer ហើយនិង smartphone ការប្រើប្រាស់ប្រចាំថ្ងៃហើយនិងដំណោះស្រាយCam Top Tech មានបង្រៀនវគ្គដោះ iCloud ដោះកូដប្រទេសនិងដោះ account វគ្គដោះ iCloud ដោះកូដប្រទេសនិងដោះ account នៅពេលនេះគឺចូលដល់ចំនួនទី3ទៅហើយបន្ទាប់ពីចំនួនទី2បានបញ្ចប់ទៅថ្មីវគ្គនេះនឹងចូលរៀននៅថ្ងៃទី4ខែ4ឆ្នាំ2016ខាងមុខនេះហើយបើសិនជាបងប្អូននិងប្រិយមិត្តទាំងអស់គ្នាមានចំណាប់អារម្មណ៍ជាពិសេសបងប្អូននិងប្រិយមិត្តជាងដែលកំពុងតែប្រកបមុខរបរតាក់ទងនឹងទូរស័ព្ទឬអ្នកដែលមានបំណងចង់ប្រកបមុខរបររកស៊ីតាក់ទងនឹងទូរស័ព្ទនោះអាចតាក់ទងមកចុះឈ្មោះចូលរៀនបានវគ្គនេះសិក្សាក្នុងតម្លៃ$150មួយចេះមួយចប់តែម្ដងដោយសិក្សាទៅលើការដោះ iCloud ដោះកូដប្រទេសទាំងប្រើ server ទាំងប្រើប្រអប់និងមធ្យោបាយផ្សេងទៀតនិងការដោះ account មួយចំនួនដូចជា account Samsung Google account ជាដើមគ្រូបង្រៀនដែលបង្រៀនវគ្គដោះ iCloud នេះជាគ្រូដែលមានបទពិសោធន៍ក្នុងការងារទូរស័ព្ទជាង4ឆ្នាំហើយជាគ្រូដែលបញ្ចប់នៅបរិញ្ញាបត្រផ្នែក IT ទៀតផងមិនតែប៉ុណ្ណោះវគ្គនេះក៏មានសម្ភារៈសម្រាប់ធ្វើការអនុវត្តជាក់ស្ដែងបានផងដែរដូច្នេះសូមតាក់ទងមកចុះឈ្មោះតាមរយៈលេខទូរស័ព្ទ098 21 37 36អ្នកដែលអាចរៀនវគ្គនេះបានលុះត្រាតែកំពុងតែប្រកបមុខរបរតាក់ទងនឹងទូរស័ព្ទមានការយល់ដឹងអំពីប្រូក្រាមទូរស័ព្ទនិងគួរតែចេះភាសាអង់គ្លេសខ្លះៗផងដែរសូមអរគុណបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូខ្លីៗស្ដីពីគន្លឹះល្អៗពី Cam Top Tech